សួស្តីបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់បង្ហាញពីរបៀបខ្លះអឺជូនចំពោះបងប្អូនដែលពួកគាត់ MMO ថ្មីដែលគាត់ចង់រៀនរកលុយតាម page តាមអីហ្នឹងហើយអញ្ចឹងពួកគាត់ថ្មីពួកគាត់មិនទាន់ដឹងពីរបៀបនេះទេអញ្ចឹងហើយថ្ងៃនេះដែរខ្ញុំចង់មកពីបង្ហាញពីរបៀបខ្លះដែលការអញ្ជើញឲ្យ friend Facebook របស់យើងហ្នឹងទៅជួយ follow នៅ page របស់យើងឲ្យបានមានឲ្យបាន follow ច្រើនជាងមុនអញ្ចឹងទៅនឹងហើយសម្រាប់យើងចង់រកលុយតាម page ហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលថ្មីហ្នឹងពួកគាត់មិនទាន់ដឹងពីចំណុចនេះទេអញ្ចឹងថ្ងៃនេះដែរខ្ញុំចង់បង្ហាញអញ្ចឹងជាចង្ហាន់ដំបូងយើងចូលទៅលើកន្លែង Facebook page របស់យើងមកបាទចុចទៅលើមកបន្ទាប់មកកន្លែងនេះគឺសម្រាប់ខ្ញុំដែលខ្ញុំដាក់ page ស្រាប់គឺវាចេញមកកន្លែង page យើងតែម្ដងចុចមកចុចលើ profile page មកបាទបន្ទាប់មកទៀតមកគឺយើងមានបញ្ចូលដល់ពាក្យ processing dashboard ហ្នឹងហើយយើងចុចកន្លែងហ្នឹងមកបាទអញ្ចឹងយើងអូសមកទៀតមកយើងក្រោមកទៀតមកយើងមកយកពាក្យថា tool ហ្នឹងហើយអញ្ចឹងចូលកន្លែងហ្នឹងមកបាទហើយបន្ទាប់មកហ្នឹងយើងឃើញនេះបងប្អូនឃើញទម្រង់ហើយឃើញទម្រង់បែបនេះហើយអញ្ចឹងយើងចូលទៅពាក្យដាក់ថា people to invite អញ្ចឹងបងប្អូនចូលកន្លែងហ្នឹងមកបាទអញ្ចឹងកន្លែងនេះយើងចុចទៅលើវាមួយទៀតមកបាទហើយបន្ទាប់មកគឺយើងយកពាក្យ speed មកបាទហ្នឹងហើយអញ្ចឹងនេះហើយនេះបងប្អូនឃើញហើយឃើញចំនួនគេដាក់ឲ្យ select ហ្នឹងគឺយើងយកពាក្យ select all មកបាទបន្ទាប់មកយើងយកពាក្យ send invite មកបាទបន្ទាប់មកយើងយកពាក្យ continue មកអូខេជាការស្រេចឲ្យបងប្អូនហ្នឹងហើយអញ្ចឹងពិធីយើងមានតែចែកជូនបងប្អូនមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណសម្រាប់បងប្អូនដែលចូលទស្សនាហើយជូនចំពោះបងប្អូនដែលថ្មីដែលពួកគាត់មិនទាន់បានដឹងគាត់តែរៀនពីវិធីរកលុយតាម page អញ្ចឹងសូមអរគុណ